បាទគោរពជំរាបសួរលោកគ្រូហើយនឹងបាទរួមតាក់ទាំងអស់គ្នាបាទវិលមកជួបគ្នាសារជាថ្មីម្ដងទៀតបាទពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាការវិយតម្លៃអប់រំបាទអឺវិលមកជួបគ្នាលើកនេះបាទគឺជាសប្តាហ៍ទី11ហើយដែលសប្តាហ៍ទី11ហ្នឹងគឺដែលខ្ញុំនឹងមកធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងប្រធានបទបាទការវិយតម្លៃលើអរិយាប័ត្រនិងអឺ ចរិយាបថនិងបំណិនសិស្សបាទអញ្ចឹងមុននឹងឈានចូលដល់ការធ្វើការបទបង្ហាញពាក់ព័ន្ធជាមួយនឹងមុខវិជ្ជានេះនិងប្រធានបទមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងវត្ថុបំណងនៃមេរៀននិងមេត្តានៃមេរៀនសិនទៅខ្ញុំអាចនឹងបកស្រាយជូនប្រធានបទនេះបានបាទចឹងយើងចូលមកដល់វត្ថុបំណងនៃមេរៀនដោយវត្ថុបំណងនៃមេរៀនគឺខ្ញុំមាន3ចំណុចបន្ទាប់ពីយើងរៀនមេរៀនហ្នឹងហើយគឺយើងនឹងទទួលបានយើងនឹងយល់បាននៅអំពីលក្ខណៈទូទៅនិងភាពខុសគ្នារវាងពុទ្ធិបំណិននិងចរិយាសម្បទាបាទអញ្ចឹងចំណុចទី2ចំណុចទី2គឺកំណត់បាននៅតម្រូវការសម្រាប់ការវិតម្លៃលើចរិយាបថរបស់សិស្សចំណុចទី3ចេះបង្កើតឧបករណ៍វិតម្លៃនិងវិធីសាស្ត្រក្នុងការធ្វើស្វ័យវិតម្លៃរបស់សិស្សបាទហ្នឹងគឺជាគោលបំណងវត្ថុបំណងនៃមេរៀនបន្ទាប់ពីយើងរៀនមេរៀនហ្នឹងហើយគឺយើងនឹងយល់និងដឹងនៅចំណុចទាំងអស់ហ្នឹងនេះយើងចូលដល់មេត្តាបាទមេត្តាគឺខ្ញុំមាន4មេត្តាបាទទី1មាន4ចំណុចបាទទី1គឺនិយមន័យទី2ភាពខុសគ្នារវាងបំណិនពុទ្ធិនិងចរិយាបថចរិយាបថតំណតំណងរវាងចរិយាបថនិងលទ្ធផលសិក្សាទី4ចំណុចចុងក្រោយវិធីសាស្ត្រវិតម្លៃចរិយាបថនិងបំណិនអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយពីមួយចំណុចទៅមួយចំណុចរហូតដល់ចំណុចចុងក្រោយបាទឥឡូវយើងឈានចូលដល់ការបកស្រាយនៅចំណុចទី1បាទចំណុចទី1ស្លាយទី1នៃមេត្តានៃមេរៀនហ្នឹងគឺខ្ញុំនិយាយពីយមន័យណាតែយមន័យហ្នឹងគេសួរថាតើអ្វីទៅជាចរិយាបថសិស្សតែភាសាអង់គ្លេសក៏ឲ្យឈ្មោះថា non cognitive disposition បាទซึ่งយមន័យរបស់វាហ្នឹងគឺជាជំនាញតន់គឺជំនាញទំនាក់ទំនងដែលទទួលបានតាមរយៈបទពិសោធន៍សិក្សានិងការងារអញ្ចឹងកន្លែងហ្នឹងគេចង់មានន័យថាជាជំនាញអឺជាជំនាញក្រៅក្នុងការសិក្សាក្រៅការសិក្សាបាទមានន័យថាចរិយាបថហ្នឹងគឺមានន័យថាអរិយាបថគឺជាការប្រព្រឹត្តរបស់យើងអ្វីមួយបាទគឺជាការប្រព្រឹត្តគឺជាការដើរដេកឈរអង្គុយរបស់យើងប្រចាំថ្ងៃហ្នឹងបាទដែលយើងប្រព្រឹត្តទង្វើអ្វីមួយហ្នឹងបាទហ្នឹងគឺជាចំណេញតុនគឺជាចំណេញតំណាក់តំណងរបស់យើងហើយដែលយើងបានបបិសោតមកពីការសិក្សានៅក្នុងសាលារៀននិងការងារដែលយើងបានយល់ហើយយើងអាចយកវាមកប្រើប្រាស់បានអញ្ចឹងភាពសំខាន់របស់និយមន័យណារបស់ប្រធានបទហ្នឹងគឺយើងមាន4ចំណុចការគ្រប់គ្រងខ្លួនឯងអឺវិន័យផ្ទាល់ខ្លួនការសហការនិងការប្រស័យទំនាក់ទំនងការច្នៃប្រឌិតនិងភាពអត់ធ្មត់ការយល់ចិត្តនិងមេត្តាធម៌បាទហ្នឹងគឺជាទង្វើរបស់យើងហើយដែលយើងនៅប្រចាំថ្ងៃហ្នឹងបាទអញ្ចឹងអាហ្នឹងគឺវាក៏ដោអត្ថន័យទៅលើប្រធានបទដែលប្រធានបទចរិយាហើយនឹងបំណិនសិស្សហ្នឹងបាទអញ្ចឹងខ្ញុំចូលដល់ស្លាយទី2ចំណុចទី2ស្លាយនៅចំណុចទី2គឺភាពខុសគ្នារវាងបំណិនពុទ្ធិនិងចរិយាបថបាទអញ្ចឹងយើងនិយាយពីបំណិនពុទ្ធិមុនបាទបំណិនពុទ្ធិគឺគេនិយាយថាប្រើសម្រាប់គិតរកហេតុផលចងចាំទាំងការរៀនងាយស្រួលវាស់ស្ទង់តាមរយៈការប្រឡងអញ្ចឹងមានន័យថាបំណិនពុទ្ធិហ្នឹងគឺជាចំណេះដឹងរបស់យើងបាទដែលយើងអាចគិតបានយើងអាចវិភាគបានយើងចងចាំបានពីការរៀនហើយយើងចេះពីការរៀនអញ្ចឹងយើងអាចស្ទង់តម្លៃបានតាមរយៈការប្រឡង
នេះប្រឡំផ្សេងរបស់គ្រូដើម្បីវាតម្លៃដល់សិស្សហ្នឹងហៅថាបំពេញពុទ្ធិយើងចំណុចទី2យើងនិយាយពីអឺចរិយាបថនេះគឺជាអីបាទចរិយាបថនេះគឺជាទំនាក់ទំនងគឺជាប់តាក់ទងបាទនឹងបុគ្គលិកលក្ខណៈអាកប្បកិរិយាបាទហ្នឹងហើយបាទហ្នឹងគឺជាចរិយាបថហ្នឹងហើយបាទអាកប្បកិរិយានិងការសម្របខ្លួនក្នុងបរិយាកាសសាលានិងការងារបាទតែមានន័យថាវាជាកប្បកិរិយាវាជាទង្វើរបស់យើងនឹងតែយើងអាចសម្របខ្លួនបានទៅតាមមជ្ឈដ្ឋានផ្សេងបាទអញ្ចឹងអាហ្នឹងយើងពិបាកវាស់វែងនិងវាយតម្លៃព្រោះយើងពិបាកវាស់វែងព្រោះមនុស្សរបស់យើងមានអាកប្បកិរិយាបាទចរិយាបថហ្នឹងបាទបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនហ្នឹងគឺខុសគ្នាហើយយើងធ្វើទៅតាមស្របទៅតាមមជ្ឈដ្ឋានមួយនឹងទៀតបាទឈានចូលដល់ slide ចំណុចទី3បាទ slide ចំណុចទី3ហ្នឹងគឺនិយាយអំពីទំនាក់ទំនងរវាងចរិយាបថនិងលទ្ធផលសិក្សាអញ្ចឹងចរិយាបថនិងលទ្ធផលសិក្សានេះគឺខ្ញុំមាន4ចំណុចវាមានអីខ្លះបាទខ្ញុំនឹងបញ្យល់តាមហ្នឹងបាទចំណុចទី1សិស្សមានអារម្មណ៍វិជ្ជមានតែតែមានការតាំងចិត្តខ្ពស់និងចូលរួមយ៉ាងសកម្មក្នុងការរៀនបាទអញ្ចឹងមានន័យថាការណាដែលយើងមានចរិយាបថហើយនឹងនៅក្នុងការសិក្សារបស់យើងជាងលទ្ធផលសិក្សារបស់យើងគឺតម្រូវឲ្យវាផ្ដល់ឲ្យសិស្សហ្នឹងគឺមានអារម្មណ៍វិជ្ជមានហើយមានការតាំងចិត្តខ្ពស់ក្នុងការសិក្សាមានសកម្មភាពផ្សេងៗក្នុងការសិក្សាចឹងបណ្ដាលឲ្យសិស្សហ្នឹងគឺមានភាពជោគជ័យនៅក្នុងលទ្ធផលសិក្សារបស់គាត់ចំណុចទី2គឺបរិយាកាសក្នុងសាលារៀនមានឥទ្ធិពលយ៉ាងខ្លាំងលើចរិយាបថរបស់សិស្សមានន័យថាការណាដែលសាលាមានគ្រូបង្រៀនគាត់ផ្ដល់ដំបូន្មានបាទការលើកទឹកចិត្តដល់សិស្សបាទបែបវិជ្ជមាននិងផ្ដល់ឲ្យសិស្សហ្នឹងបាទទទួលបាននៅចរិយាបថបាទបែបមានបែបជោគជ័យអីចឹងទៅបាទអញ្ចឹងសិស្សនឹងរៀនពីមជ្ឈដ្ឋាននៅក្នុងសាលាហ្នឹងហើយបាទរៀនពីការណែនាំល្អរបស់គ្រូបាទអឺការលើកចិត្តការលើកទឹកចិត្តរបស់គ្រូមកកាន់សិស្សបាទហ្នឹងគឺសិស្សនឹងទទួលបានចរិយាបថរបស់គាត់បាទបែបវិជ្ជមានបាទគឺមានភាពជោគជ័យអីចឹងទៅបាទអញ្ចឹងនៅក្នុងហ្នឹងគេនិយាយទៀតគេថាសិស្សជោគជ័យបាទសិស្សជោគជ័យមានក្តីសង្ឃឹមមានសុខនិយមបាទតាំងចិត្តខ្ពស់និងចូលចិត្តស្វែងរកដំណោះស្រាយបាទកាលណាដែលសាលាគាត់សកម្មបាទគាត់មានដំបូន្មានល្អសកម្មបាទចេញមកពីគ្រូមកល្អគឺសិស្សសកម្មតាមនឹងដែរហើយកាលណាដែលសាលាគាត់ធម្មតាមកជាថាណាមួយដែលគ្មានការឆាលេងនិយាយទៅវាការឆាលេងឲ្យធ្វើអីមួយដែលយើងទទួលបានលទ្ធផលល្អហ្នឹងគឺមិនថាសិស្សមិនថាបុគ្គលិកទេគឺតែងតែខំប្រឹងដោះស្រាយបញ្ហាការងារហ្នឹងហើយគឺសិស្សដែលបរាជ័យបាត់ដីចូលរួមនិងមានអាកប្បកិរិយាវិជ្ជមានអញ្ចឹងមានន័យថាអាហ្នឹងវាប្រាចាយហើយបាទដែលមានចរិយាបថបន្តចរិយាបថដែលអវិជ្ជមានហ្នឹងដែលសិស្សហ្នឹងគឺគាត់ចូលចិត្តគិតអ្វីដែលឲ្យអស់សង្ឃឹមបាទមិនខ្វាយខ្វល់មិនចូលរួមសកម្មភាពផ្សេងដែលកន្លែងការងារមានបាទដែលសាលាផ្ដល់ឲ្យមានសកម្មភាពទីមួយដែលយើងត្រូវចូលរួមគាត់បែរជាកិច្ចវេះហ្នឹងហៅថាការកិរិយាបែបវិជ្ជមានហើយបែបអវិជ្ជមានហើយអញ្ចឹងបណ្ដាលឲ្យសិស្សហ្នឹងគឺគាត់បរាជ័យព្រោះគាត់បានចូលរួមបានអីទាំងអស់បាទអាហ្នឹងគឺជាតំណែងចរិយាបថនិងលទ្ធផលសិក្សារបស់សិស្សនេះចូលដល់ slide បន្ទាប់បាទ slide បន្ទាប់គឺ slide ចំណុចទី4 slide ចំណុចទី4ហ្នឹងគឺជា slide ចុងក្រោយរបស់ខ្ញុំណាបាទអញ្ចឹងវិធីសាស្ត្រ slide ហ្នឹងគេនិយាយថាវិធីសាស្ត្រវាតម្លៃចរិយាបថនិងបំណិនបាទដើម្បីយើងធ្វើម៉េចដើម្បីយើងមានវិធីសាស្ត្រវាតម្លៃចរិយាបថនិងបំណិននឹងបានបាទអញ្ចឹងវិធីសាស្ត្រក្នុងនោះគឺខ្ញុំមាន3ចំណុចបាទចំណុចធំដែលនៅក្នុងចំណុចនីមួយៗគឺមានចំណុចតូចៗនៅក្នុងទៀតអញ្ចឹងទីចំណុចទី1គឺនិយាយថាការសង្កេតរបស់គ្រូបាទការសង្កេតរបស់គ្រូហ្នឹងមិនបាទការសង្កេតទូទៅបាទការសង្កេតទូទៅសង្កេតសកម្មភាពសិស្សទាំងក្នុងនិងក្រៅម៉ោងសិក្សាដោយមិនកំណត់ទម្រង់តឹងរ៉ឹងបាទខ្ញុំន័យថា
យើងសង្កេតអាកប្បកិរិយារបស់គាត់នៅក្នុងម៉ោងសិក្សាហើយក្រៅម៉ោងសិក្សាហ្នឹងគឺយើងតាមដានមើលគាត់ទៅឧទាហរណ៍សិស្សគាត់ចេញលេងចេញអីការនិយាយស្ដីរបស់គាត់ការទំនាក់ទំនងរបស់គាត់មួយអ្នកដទៃហ្នឹងមិនបាទហ្នឹងហើយការសង្កេតទូទៅហើយការសង្កេតមានរចនាសម្ព័ន្ធvàការសង្កេតមានរចនាសម្ព័ន្ធហ្នឹងគឺថាប្រើតារាងសង្កេតដែលកំណត់បានកំណត់ចំណាំច្បាស់លាស់លើអាកប្បកិរិយាវិជ្ជមាននិងអវិជ្ជមានមានន័យថាហ្នឹងគឺដើម្បីមានរចនាសម្ព័ន្ធនៅក្នុងការសង្កេតហ្នឹងគឺយើងមាន check list មួយទៅបាទឧទាហរណ៍មាន check list មួយឬក៏ទម្រង់អីមួយដែលមើលទៅវាមានលក្ខណៈថាស្តង់ដារដើម្បីអាចកំណត់ចំណាំនៅថ្ងៃក្រោយបានបាទអញ្ចឹងយើងប្រើ check list ទៅបាទយើងមានcheck list យើងមានអាកប្បកិរិយាវិជ្ជមានមកហើយអាកប្បកិរិយាអវិជ្ជមានមកហើយយើងធីកតាមហ្នឹងទៅយើងសម្គាល់បានថាសិស្សហ្នឹងគាត់មានចរិយាប័ត្រនិងបំណិនក្នុងខ្លួនរបស់គាត់ហ្នឹងអញ្ចឹងទៅបាទនឹងជាចំណុចទី1បាទចូលដល់ចំណុចទី2បាទអូសំទោសបាទឥឡូវនេះខ្ញុំច្រឡំដាក់ទី1បាទត្រូវដាក់ទី2និងទី3បាទអញ្ចឹងចំណុចទី3បាទចូលចំណុចដល់ចំណុចទី2ចំណុចទី2គឺការសម្ភាសគឺជាវិធីសាស្ត្រល្អបំផុតដើម្បីយល់ពីជំនឿឬអរិយាប័ត្រផ្ទាល់ខ្លួនរបស់សិស្សទាមទារឲ្យមានទំនុកចិត្តរវាងគ្រូនិងសិស្សបានន័យថាយើងត្រូវមានទំនុកចិត្តគ្រូហ្នឹងក៏មានទំនុកចិត្តខ្លួនឯងក្នុងការសួរសិស្សពីបន្ទុកមុនទៅបាទហើយសិស្សហ្នឹងក៏គាត់មានភាពក្លាហានក្នុងការសន្ទនាមួយយើងហើយយើងសន្ទនាទៅយើងដឹងថាពីទម្លាប់របស់គាត់អរិយាប័ត្ររបស់គាត់ហ្នឹងបែបម៉េចគឺយើងសន្ទនាបាទតាមហ្នឹងទៅយើងនឹងយល់ដឹងហើយថាសិស្សរបស់យើងហ្នឹងបែបម៉េចចូលមកដល់ចំណុចទី3បាទចំណុចទី3នេះគឺស្វ័យវេតម្លៃរបស់សិស្សស្វ័យតម្លៃរបស់សិស្សហ្នឹងមានន័យថាផ្ដល់ឱកាសឲ្យសិស្សវេតម្លៃផ្ដល់ឱកាសឲ្យសិស្សវេតម្លៃលទ្ធផលនិងការវិវត្តរបស់ខ្លួនបានន័យថាចំណុចហ្នឹងគឺមានន័យថាយើងមានតារាងមួយទៅហើយយើងបង្កើតជាប្រយោគខ្លីៗហើយដាក់ធីកឲ្យគាត់ធីកទៅថាគាត់នឹងជាមនុស្សបែបម៉េចគាត់ចូលចិត្តបែបម៉េចបាទគាត់ចូលចិត្តពោអីគាត់ចូលចិត្តធ្វើអីនៅផ្ទះអីចឹងទៅបាទគាត់អ្នកដំណងពិសេសមួយមិត្តភក្តិក្នុងថ្នាក់ហ្នឹងគាត់ចូលចិត្តបែបម៉េចបាទហ្នឹងហើយឲ្យគាត់ធីកទៅបាទឲ្យគាត់អានឲ្យគាត់គ្រីសទៅគាត់យកមួយណាបាទហ្នឹងគឺជាអរិយាប័ត្របាទប្រចាំខ្លួនរបស់គាត់ហើយអញ្ចឹងខ្ញុំឈានចូលមកដល់ចំណុចបញ្ចប់ហើយបាទទាំងសូមអរគុណលោកគ្រូហើយនិងមិត្តរួមថ្នាក់ដែលបានចូលរួមមើលនិងស្ដាប់ការបកស្រាយរបស់ខ្ញុំដោយយកចិត្តទុកដាក់បាទសូមអរគុណច្រើន